1500 សេសនៅលើឡានស៊ីដានទ្វារ4កៅអី2ជួរនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយដែលអត់ធ្លាប់កើតឡើងទេមិនខ້ອຍពីអ្នកមើលវីដេអូមួយនេះទេនៅសុកសាប់តែប្រែពីប្រូសាវ៉ាសង្សារដឹក3ឡានក្រុងមិនអស់ស្រាប់តែខ្លាយទៅជាប្តីល្អកម្រមាននៅលើពិភពលោកអញ្ចឹង Xiaomi ក៏បានធ្វើឲ្យពិភពលោកផ្អើលឆោឡោបន្ទាប់ពីចំណាយពេលត្រឹមតែ2ឆ្នាំប៉ុណ្ណោះសង្ងំផលិតឡាន Sedan Agisni SU7 នឹងបានបញ្ចេញឲ្យអ្នកមាននៅស្រុកខ្មែរទិញជិះលេងបានប្រហែលគ្រឿងដែរក៏ប៉ុន្តែសម្រាប់ SU7 Ultra នេះវិញវាគឺជាបងធំមួយទៀតដែលបានបន្ថែមជាមួយនឹង Hyper Engine ដល់ទៅ3វាមាន Aerodynamic Kit សម្រាប់ឡើងទីលានប៉ុណ្ណឹងក៏ដូចជានិមិត្តសញ្ញានៃផលិតភាពដូចជាផ្លាកមីនេះគឺវាផលិតចេញពី Carbon Fiber លាយជាមួយនឹងមាស24ការ៉ាត់ដែលមានតម្លៃស្មើនឹងហាងឆេងកូនក្រមុំរបស់ម៉ាក់ក្មេកមួយអញ្ចឹងចំណុចស៊ីលុយធំរបស់ Xiaomi SU7 Ultra ហ្នឹងគឺវាចាប់ផ្ដើមចេញពី Hyper Engine ចំនួន3ហើយ Hyper Engine ហ្នឹងកុំច្រឡំថាម៉ាស៊ីនណាខុសធ្ងន់ខុសងើបមុខអត់រួចតែម្ដងក៏ប៉ុន្តែវាគឺជាឈ្មោះរបស់ motor អភិវឌ្ឍទៅ Xiaomi ផ្ទាល់ដែរតែម្ដងហើយសម្រាប់ SU7 Ultra នេះគឺបំពាក់មកជាមួយនឹង Hyper Engine V8 ចំនួន2និង Hyper Engine V6 ចំនួន1ផលិតកម្លាំងសរុបស្មើនឹង1500ក្បាលជាមួយនឹងកម្លាំងអូសទាញរហូតដល់1770 Newton m ដែលនេះគឺជាលទ្ធផលបន្ទាប់ពីបានដឹក prototype car យកទៅតេស្តនៅលើទីលាន Nürburgring នៅប្រទេសអាល្លឺម៉ង់វាមានសន្ទុះពី0ទៅដល់100 km ក្នុង1ម៉ោងចាយពេលត្រឹមតែ 1.96 វិនាទីតែប៉ុណ្ណោះហើយចំណុចនេះដែរគឺឆ្លឲ្យទៅកាន់ marketing team របស់ Xiaomi ដែលបានធ្វើល្អខ្លាំងមែនទែនធ្វើឲ្យពិភពលោកគិតថា SU7 Ultra នឹងវាគឺជាឡាន sedan ទ្វារ4ដែលស្ទុះលឿនជាងគេលើពិភពលោកក៏ប៉ុន្តែមែនតើអាឡានដែលយកទៅតេស្តហ្នឹងគឺវាមានទ្វារ4មែនក៏ប៉ុន្តែអត់មានកៅអី2ជួរអីទេគ្មាន infotainment system គឺមានតែកៅអីអ្នកបើកមួយមានដៃចង្អេងចង្អាង modify respect តែប៉ុណ្ណោះអញ្ចឹងសម្រាប់ SU7 Ultra មែនតើវាគឺជារឿងផ្សេងទៀតក៏ប៉ុន្តែយ៉ាងណា SU7 Ultra វានៅតែជាកំពូលឡាន sedan នៅក្នុងទីផ្សារដោយសារតែវាមានចំណុចខ្លាំងច្រើនទៀតដូចជាស្ដែង motor Hyper Engine របស់ SU7 Ultra មានសមត្ថភាពអាចវិលបានលឿនរហូតទៅដល់ 27200 RPM ឯណោះដែលធ្វើឲ្យឡាន sedan នេះអាចបញ្ចេញកម្លាំងខ្លាំងជិះលឿនដល់ទៅ350 km ក្នុង1ម៉ោងដែលល្បឿននេះគឺវាតាមចិត្តទាន់ Bugatti Chiron ដែលមានកម្លាំង1500សេសដែលមានតម្លៃរហូតដល់$3លានឯណោះខណៈដែល SU7 Ultra នេះដែរតម្លៃចាប់ផ្ដើមរបស់វាត្រឹមតែ70000ជាងតែប៉ុណ្ណោះសម្រាប់ standard version ហើយលក្ខណៈពិសេសរបស់ motor Hyper Engine នេះគឺសមត្ថភាពផ្លាស់ប្ដូរកម្លាំងរមួលរហូតដល់500ដងនៅក្នុង1វិនាទីវាចង់លឿនគឺលឿនបានភ្លាមតែម្ដងជាពិសេសគឺវាភ្ជាប់ជាមួយនឹងមុខងារ Torque Vectoring ដែលជួយ off frank ទៅលើកង់មួយខាងនៅពេលដែលយើងបើកនៅលើផ្លូវកោងដើម្បីទប់លំនឹងឡានហើយ motor ខ្លាំងស៊ីភ្លើងខ្លាំងត្រូវការអាគុយខ្លាំងហើយធំឲ្យទប់បានយូរអញ្ចឹងបានជា Xiaomi សម្រាប់ជ្រើសយកអាគុយ 3K អូច្រឡំអាគុយ Cal Chilling 2.0 capacity 93.7 kW មកប៉ាន់ស្មានពី CLTC គឺវាអាចជីកបាន630 km នៅពេលដែលយើងសាកមកពេញនៅក្នុងលក្ខខណ្ឌដែលល្អបំផុតហើយចាំបញ្ជាក់ថារ៉េង630ហ្នឹងអាហ្នឹងគឺជិះធម្មតាផ្លូវធម្មតាមិនមែនរ៉េងសម្រាប់កម្លាំង1500សេសទេខណៈដែលបើតាមបទពិសោធន៍ admin បើកឡាន Agisni យ៉ាងច្រើនដែរអាចនិយាយបានថាយើងឃើញផ្ទាល់ភ្នែកហ្មងបើយើងជិះកុងទ័រលើ120 km នៅក្នុង1ម៉ោងគឺឡានហ្នឹងវាត្រូវកាត់រ៉េងចេញរហូតទៅដល់ 50% ឯណោះហើយបើសិនជាយើងងាកមកមើលអាគុយមកផ្ទាំងធំនេះវិញយើងឃើញថា discharge rate របស់វាហ្នឹងគឺវាអាចទប់ជាមួយនឹងថាមពលរហូតដល់1300 kW ឯនោះដើម្បីបញ្ចេញទៅឲ្យ motor ខណៈដែលថាមពលអាគុយនៅក្រោម 20% discharge rate គឺបាន800 kW ដែលមានន័យថា discharge rate ហ្នឹងបានរហូតដល់ 1.3 ធៀបទៅនឹង capacity របស់អាគុយសរុបខណៈដែលឡាន Agisni យើងធម្មតា discharge rate គឺមានត្រឹមតែ 0.5 តែប៉ុណ្្នឹងអញ្ចឹងបើហ៊ានតែបញ្ចេញកម្លាំងខ្លាំងលើសហ្នឹងអាគុយវាទប់អត់ជាប់ផ្ទុះ700កដាលផ្លូវហើយដើម្បីទប់ជាមួយនឹងកម្លាំងសេស1500ក្បាល SU7 Ultra គឺត្រូវការ frank ដែលធំដូច supercar ដែលមានអង្កត់ផ្ចិតរហូតដល់430 mm អញ្ចឹងសម្រាប់ល្បឿនពី100ទៅដល់0វិញ frank carbon ceramic នេះគឺវាអាចធ្វើឲ្យឡាននេះបន្ថយល្បឿនឲ្យឈប់នៅត្រឹមតែចម្ងាយ 30.8 ម៉ែត្រតែប៉ុណ្ណោះហើយជើងក្រោមរបស់ SU7 Ultra នេះដែរគឺវាខុសពី SU7 ធម្មតាហើយជាស្តង់ដាររបស់ SU7 Ultra គឺវាប្រើជាមួយនឹងបូមខ្យល់ dual chamber ជាមួយនឹង high performance damping controller ដែលជួយឲ្យបូមនេះអាចបត់បែនភ្លាមៗទៅតាមការបើកបរក៏ដូចជាស្ថានភាពផ្លូវជាក់ស្ដែងក៏ប៉ុន្តែបើសិនប៉ុណ្្នឹងហើយអត់ទាន់គ្រប់គ្រាន់ទៀតAhiati Apex អាចទិញ racing package មកកញ្ចប់ទៀតដែលមានដូចជាបូម Bilstein Evo R Tha Frank Endless High Performance សំបកកង់ឡានប៉ណ្ណឹង Pirelli P0 ជំនាន់ទី5 យ៉ាន់21 inch U shape ក៏ដូចជាដំបូល carbon fiber
1.7 micro ហើយការវិញដែរចំណុចដែលផ្លាស់ប្ដូរបន្ថែមទៅលើផ្នែក interior នោះវាមានដូចជាកៅអី carbon fiber ស្រោបដោយកាំញ៉ុយ Alcantara រួមជាមួយនឹងចង្កូត carbon fiber ស្រោបដោយ Alcantara ដូចគ្នាក៏តែបើនិយាយទៅលើការ decor នៅខាងក្នុងគឺវាមិនខុសអីពី SU7 ធម្មតាទេវាប្រើអេក្រង់ដូចគ្នាប៊ូតុងដូចគ្នាមានមុខងារ Gel AI ដូចគ្នាហើយវាអាចបើកស្វ័យប្រវត្តិបានដូចគ្នាហើយរឿងដែលអត់សមហេតុផលមួយទៀតហ្នឹងគឺឡាន 1500 សេសក៏ប៉ុន្តែនៅពេលដែលបើក standard mode គឺវាប្រើកម្លាំងប្រមាណជា 400 សេសដូចជាមួយទៅនឹង SU7 ដែរហើយសរុបមកវិញ SU7 Ultra នេះវាមិនខុសអីពី SU7 ធម្មតាដែលបន្ថែម motor មួយគ្រាប់ទៀតពីលើ Xiaomi SU7 Max កម្លាំង 600 HP ទេអញ្ចឹងអាហេអាទេអប៉ែក complete សំលុយផងនៅពេលដែលកំងមកដល់ស្រុកខ្មែរពេលណា complete យកឲ្យ admin សង្ហាខ្ចី review មួយថ្ងៃផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ